មកដល់ឆ្នាំទាំង6ដែលមានលៀបធំសំណាងល្អនៅដើមខែ1ដើមខែមករាឆ្នាំ2026តើតម្រូវទៅលើឆ្នាំរបស់លោកអ្នកណាលេខសំណាងអ្វីចាំខមមិនសូមលៀបសូមជ័យទៅតាមនឹងទៅបាទជម្រាបសួរខ្ញុំគ្រូប៉ាសំណាងមកដល់ទៀតហើយជូនពរមានលៀបគ្រប់ក្រុមគ្រួសាររកស៊ីទទួលទានបានសំណាងល្អគ្រប់ក្រុមគ្រួសារចូលមកដល់ឆ្នាំទី1ឆ្នាំជូតនៅដើមខែ1ដើមខែមករាឆ្នាំ2026នឹងគឺជាឱកាសមួយដែលល្អប្រសើរគិតគូរកិច្ចការងារធ្វើអ្វីមួយបើកហាងបើកអាជីវកម្មនោះនឹងអាចបានផលសមដោយបំណងបងប្រាថ្នាលេខសំណាងរបស់អ្នកឆ្នាំជូតគឺ577ខមមិនលេខ577ឲ្យแชร์សូមចង្រៃទៅតាមแชร์ខមមិនសូមបានលៀបពុតប្រកាស100%ចូលមកដល់ដៃសម្រាប់អ្នកឆ្នាំជូតពណ៌នាំសំណាងគឺពណ៌ផ្កាឈូកពណ៌នាំសំណាងគឺពណ៌ផ្កាឈូកសំណាងល្អណាឆ្នាំជូតឱកាសល្អហើយឡើងនន្តរស័ក្តិប្រឡងឬមួយក៏ធ្វើអ្វីមួយតែតែមានលោកធំនឹងជួយសន្តោសប្រោះប្រណីមេត្តាគិតគូរពីរឿងប្តីប្រពន្ធឬមួយគូភេទផ្ទុយគ្នានោះនឹងអាចបានសមដោយបំណងពងប្រាថ្នាមានគេជួយយកអាសាអ្នកដែលជាពាក់លុយឬមួយក៏ធ្វើអ្វីបានដូចចិត្តលេខសំណាងគឺឆ្នាំជូតនៅដើមខែ1គឺ577លេខសំណាងគឺ577ពណ៌នាំសំណាងគឺពណ៌ផ្កាជូកសំណាងល្អណាឆ្នាំជូតនៅដើមខែ1នឹងហេណាឥឡូវចូលមកដល់ឆ្នាំទី2ឆ្នាំខាលលៀបធំនៅដើមខែ1ដើមខែមករាឆ្នាំ2026ឆ្នាំខាលបានបដូរផ្លាស់ខ្សែជីវិតថ្មីដំណើរដើរលេងឆ្ងាយឬមួយក៏ឆ្លងប្រទេសឬមួយក៏គេនាំមករកគូសកលលៀបជើង2ចូលក្នុងជីវិតក្តីល្អល្អក្លឿនក្តីស្រឡាញ់នឹងកើតមានសម្រាប់អ្នកឆ្នាំទី2នៅដើមខែ1ឆ្នាំខាលគឺជាឱកាសល្អលក់ដូរអ្វីៗនឹងអាចសមដូចបំណងពងប្រាថ្នាឆ្នាំខាលដើមខែ1លេខសំណាងរបស់អ្នកឆ្នាំខាលគឺ688ខមមិនលេខ688แชร์សូមចង្រៃទៅតាមแชร์ខមមិនសូមឲ្យបានលៀបពុតប្រកាស100%ចូលមកដល់ដៃនៅដើមខែ1នឹងពណ៌នាំសំណាងគឺពណ៌ប្រភេទពណ៌នាំសំណាងគឺពណ៌ប្រភេទសំណាងល្អណាឆ្នាំខាលនៅដើមខែ1ឆ្នាំ2026នឹងហេណាឥឡូវចូលមកដល់ឆ្នាំទី3ឆ្នាំខាលឲ្យចូលមកដល់ឆ្នាំម្សាញ់ម្ដងឆ្នាំម្សាញ់នៅក្នុងដើមខែ1ដើមខែមករាឆ្នាំ2026នឹងគឺឆ្នាំខាលឆ្នាំទី3ល្អប្រសើរឆ្នាំម្សាញ់បាទឆ្នាំម្សាញ់នៅដើមខែ1នឹងគឺជាឱកាសមួយល្អលៀបលុយចូលមកគ្រប់ច្រកការលក់ដូរឬមួយធ្វើអ្វីមានមួយអតិថិជនសន្តោសប្រប្រណីមេត្តាមួយមកមួយដែលបាត់បង់ពីមុនមកនោះគឺនឹងវិលមករកអ្នកវិញហើយលក់ដូរនឹងដាច់ផលល្អនឹងចូលមកដល់ក្នុងជីវិតនៅក្នុងដើមខែ1យើងនឹងឆ្នាំម្សាញ់លេខសំណាងរបស់អ្នកឆ្នាំម្សាញ់គឺ917ខមមិនលេខ917ឲ្យแชร์សូមចង្រៃទៅតាមแชร์ខមមិនសូមឲ្យបានលៀបពុតប្រកាស100%ចូលមកដល់ដៃសម្រាប់អ្នកឆ្នាំម្សាញ់ពណ៌នាំសំណាងរបស់អ្នកឆ្នាំទី3ឆ្នាំម្សាញ់គឺពណ៌ស្លែពណ៌នាំសំណាងគឺពណ៌ស្លែសំណាងល្អណាឆ្នាំម្សាញ់ឆ្នាំទី3នៅដើមខែ1ដើមខែមករា2026នឹងហេងណាឥឡូវចូលមកដល់ឆ្នាំទី4ម្ដងឆ្នាំមមីនៅដើមខែ1ដើមខែមករាឆ្នាំ2026នឹងឆ្នាំទី4ឆ្នាំមមីគឺជាឱកាសល្អដែរប្រឡងឡើងនន្តរស័ក្តិលោកធំនឹងជួយសន្តោសប្រពន្ធដើរឆ្លងប្រទេសដំណើររីករាយមកកំសាន្តកាយាចិត្តនោះនឹងអាចបានផលសមដោយបំណងដែរតែគ្រាន់តែថាគិតច្រើនបន្តិចរឿងនៅក្នុងក្រុមគ្រួសារកេលោមានអខានជាមួយប្តីហើយនឹងប្រពន្ធក៏ប៉ុន្តែលួយលៀបនឹងអាចចូលមកនៅក្នុងដើមខែ1យើងនៅឆ្នាំមមីឆ្នាំទី4លេខសំណាងគឺ268ខមមិនលេខ268ឲ្យแชร์សូមចង្រៃទៅតាមแชร์ខមមិនសូមលៀបសូមជ័យឲ្យបានពិតប្រកប100%ចូលមកដល់ដៃនៅក្នុងដើមខែ1ដើមខែមករា2026នឹងឆ្នាំមមីលេខសំណាង268ពណ៌នាំសំណាងគឺពណ៌ត្រីនាមពណ៌នាំសំណាងគឺពណ៌ទីនាមសំណាងល្អណាឆ្នាំមមីនៅដើមខែ1ដើមខែមករា2026នឹងកើតលៀបបានច្រើនហេងណាឥឡូវចូលមកដល់ឆ្នាំទី5ឆ្នាំវោកនៅដើមខែ1ដើមខែមករា2026នឹងឆ្នាំវោកក៏ជាឱកាសល្អលុយលៀបចូលមកពីក្របច្រកដំណើរកិច្ចការងារមួយអតិថិជនស្រឡាញ់មិត្តមិត្រាស្នេហាប៉ុនពួនហើយនឹងប្តីល្អលោកលឿនលុយកាក់ហូរចូលមកដោយកញ្ចាក់ទឹកមកសម្រាប់ឆ្នាំវោកនៅក្នុងដើមខែ1ដើមខែមករា2026នឹងបើដំណើរឆ្ងាយឬមួយក៏គិតគូរបើកហាងថ្មីឬធ្វើអ្វីមួយ
នោះនឹងអាចបានល្អប្រសើរជាទីគាប់ចិត្តសម្រាប់អ្នកឆ្នាំវកលេខសំណាងរបស់អ្នកឆ្នាំវកគឺ345ខមមិនលេខ345ឲ្យសែសូមចង្រៃទៅតាមសែខមមិនសូមលៀបសូមជ័យបានពិតប្រកប 100% នៅក្នុងដើមខែមួយយើងនឹងពណ៌នាំសំណាងរបស់អ្នកឆ្នាំវកគឺពណ៌ផ្កានរនោងពណ៌នាំសំណាងរបស់អ្នកឆ្នាំវកគឺពណ៌ផ្កានរនោងសំណាងល្អណាឆ្នាំទី5ឆ្នាំវកនៅដើមខែមួយនឹងកើតលៀបឲ្យបានធំហីណាចូលមកដល់ឆ្នាំទី6ឆ្នាំកុលនៅដើមខែ1ដើមខែមករាឆ្នាំ2026ឆ្នាំកុលក៏ជាឱកាសល្អបើកហាងធ្វើអ្វីមួយចំនួនចេញជួញលក់ដីឡូផ្ទះល្វែងឬមួយធ្វើអ្វីមួយនឹងបានមានអតិថិជនមកគ្រប់គ្រងពីមនុស្សផ្ទុយភេទឬមួយក៏ចាស់ព្រឹទ្ធាចារ្យផ្ដល់លៀបផ្ដល់សំណាងជូនអ្នកដែលឆ្នាំកុលនៅដើមខែ1នឹងលេខសំណាងរបស់អ្នកឆ្នាំកុលនៅដើមខែ1នឹងគឺ678ខមមិនលេខ678ឲ្យសែសូមចង្រៃទៅតាមសែខមមិនសូមបានលៀបពិតប្រកប 100% ចូលប្រដៃនៅក្នុងដើមខែ1ដើមខែមករាឆ្នាំ2026នឹងឆ្នាំកុលពណ៌នាំសំណាងគឺពណ៌ឈាមជ្រូកពណ៌នាំសំណាងគឺពណ៌ឈាមជ្រូកសម្រាប់អ្នកឆ្នាំកុលនៅក្នុងដើមខែ1ខែមករាឆ្នាំ2026នឹងកើតលៀបឲ្យបានច្រើនណាឆ្នាំកុលហេងណាកំពូលឆ្នាំទាំង6ដែលមានលៀបធំសំណាងល្អនៅដើមខែ1ខែមករាឆ្នាំ2026មានតែប៉ុណ្្នឹងទេសូមឲ្យសំណាងល្អកើតលុយលៀបចូលមកគ្រប់ច្រកគ្រប់លោះឲ្យសូមអធិស្ឋានសម្រាប់លោកប្រុសលោកស្រីដែលឆាតមកអីក៏លោកខ្ញុំអត់បានឆ្លើយតបអីក៏សំខាន់ទេអភ័យទោសភាសាលេខរៀងច្រើនអញ្ចឹងគេលោកខុសដោយកាយវិការណាមួយឬមួយក៏តបឆាតមិនបានល្អមិនបានដិតដល់អីក៏សំខាន់ទេអភ័យទោសសំណាក់ឲ្យលោកប្រុសលោកស្រីទុកជាមុនផងបាទមុននឹងមកចប់សូមប្រសិទ្ធិពរជ័យសរីសួស្តីជ័យមង្គលវិបុលសុខសុខគុណប្រការកើតមានដល់លោកប្រុសលោកស្រីរកស៊ីទទួលទានមានបានភោតាំងពីសពុតអាវសើស្បែកប្រហុំចាស់មានប្រាក់កៅកងបន្ទូសូរការលក់ចេញទិញចូលចំណូលចំណេញសពការទៅទីកន្លែងណាមកកន្លែងណាសុខទាំងអស់គ្នាជាពិសេសជូនពរអស់លោកប្រុសស្រីជនភាសឹកផងហើយសូមទៅវិញឬមួយក៏ប្រកបកិច្ចការងាររកបានមកវិញឲ្យបានសមដោយបំណងពងប្រាថ្នាផងមិនថាឆ្នាំជូតរហូតដល់ឆ្នាំកុលជនភាសឹកទាំងអស់ខ្ញុំគ្រូផលសំណាងមានអីទេមានតែជូនពរសូមឲ្យវត្ថុស័ក្តិសិទ្ធិជួយសម្រាប់ជនភាសឹកនឹងទៅវិញរកស៊ីឲ្យបានលុយលើកចូលមកវិញអ្វីដែលខាតបង់ទៅសូមឲ្យបានលៀបមកវិញឲ្យស្មើដើមសូមឲ្យសំណាងល្អណា